តឥឡូវនេះមកយើងមើលអំពូលសូឡាពលឺវាអាស្រ័យទៅលើផ្ទាំងនិងថ្មដូចអំពូលពីរនេះអំពូលពីរនេះជាក់ស្ដែងប៉ុនគ្នាទំហំប៉ុនគ្នា LED ប្រើមួយគ្នាអ្វីដែលខុសគ្នានោះថ្មនិងផ្ទាំងយើងវាយពេ1000នេះផ្ទាំងសូឡាវា6ទឹក40គុណ7ទឹក20អញ្ចឹងមានប្រអប់មានទទឹងវាអញ្ចឹងអានេះដូចគ្នាដែរតួប៉ុនគ្នាយើងវាយពេ300ទាំងវាតែ7ទឹកទាំងវាតែ7ទឹកគុណឲ្យនឹង3ទឹកកន្លះអញ្ចឹងទាំងវាទូជាងថ្មក៏ទូជាងថ្ម40អាំពែនេះថ្ម70អាំពែអញ្ចឹងពូនេះប៉ាន់គ្នាតែពូនេះភ្លឺជាងអញ្ចឹងក្នុងការទិញអំពូលសូឡាយើងត្រូវមើល4ចំណុចដែលត្រូវមើលទី1ពុកនេះម៉ូតដែលយើងស្រឡាញ់ទី2ទំហំផ្ទាំងទី3ទំហំថ្មហើយទី4សំខាន់នោះគឺតម្លៃសមរម្យបងប្អូនកុំឲ្យគេឮសូរថាអំពូលភ្លឺខ្លាំងបងប្អូនហ៊ានទិញក្នុងតម្លៃខ្ពស់ពេកអញ្ចឹងអ្នកលក់អត់ដូចគ្នាណាត្រូវការចំណេញខុសគ្នាអ្នកខ្លះគាត់ត្រូវការលក់អំពូលមួយគាត់ហូបរួចមកប្រើការរួចមួយថ្ងៃតែជាគោលការណ៍របស់ខ្ញុំគឺផ្សេងខ្ញុំត្រូវការលក់10លក់20ខ្ញុំឲ្យរួចហូបតាមមួយថ្ងៃទេអញ្ចឹងនេះគឺជាការគោលការណ៍របស់យើងលក់តម្លៃគឺសមរម្យទិញទៅមិនពេញចិត្តអំពូលទាំងអស់ហ្នឹងមើលឃើញហ្នឹងទាំងដងផ្លូវទាំងនិយាយចំទាំងអស់ទាំងអំពូលលម្អទាំងអីហ្នឹងសិតតាមានការធានា2ឆ្នាំដូរលុយជូនបងប្អូនវិញបើទិញទៅមិនពេញចិត្តអត់បាច់អស់សេវាដូចយកឲ្យបងប្អូនទៅមើលដល់ផ្ទះអញ្ចឹងទៅតាមខេត្តក៏ដូចគ្នាពួកយើងចេញឲ្យផ្ញើមកវិញមកបើទិញទៅហើយអត់ពេញចិត្តទេណាចំពោះអំពូលរបស់យើងតម្លៃនិងគុណភាពទិញទៅអត់ពេញចិត្តទេនឹងពលឺវាបងប្អូនញ៉ាំមកវិញពួកយើងចេញសេវាឲ្យលុយគ្រប់វិញណាអញ្ចឹងមានការធានាតែប៉ុណ្្នឹងឯងយើងធានា2ឆ្នាំឲ្យទិញទៅពេញចិត្តដល់យកលុយវិញ